សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីគោរពសូមស្វាគមន៍មកកាន់ Channel Podcast for Growth ជាថ្មីម្ដងទៀតគោលបំណងនៃ Podcast នេះគឺត្រូវបានបង្កើតឡើងដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តក្តីសង្ឃឹមនិងភាពរីកចម្រើនជាងមុនថ្ងៃនេះយើងនឹងឈានដល់ Episode ទី10ដែលយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយទៀតនោះគឺការកំណត់គោលដៅដែលអាចសម្រេចបាន Set your goals that actually workតើអ្នកធ្លាប់មានគោលដៅក្នុងជីវិតហើយឬនៅតើអ្នកធ្លាប់កំណត់គោលដៅធំៗហើយបរាជ័យមែនឬទេពេលខ្លះគោលដៅធំៗអាចធ្វើឲ្យយើងមានអារម្មណ៍ថាវាឆ្ងាយពេកវាធំពេកវាពិបាកខ្លាំងពេកដែលធ្វើឲ្យអ្នកពិបាកសម្រេចបានប៉ុន្តែការបែងចែកគោលដៅធំៗចេញជាគោលដៅតូចៗអាចជួយឲ្យយើងរក្សាជំហរបានរឹងមាំមានចំណង់ចំណូលចិត្តនិងមានកម្លាំងចិត្តបន្តជាមួយសកម្មភាពក្នុងការបំពេញគោលដៅតូចៗទាំងនោះឲ្យកាន់តែល្អប្រសើរនៅទីនេះខ្ញុំចង់និយាយអំពីរឿងរបស់សិស្សម្នាក់ទៀតឈ្មោះប្រាថ្នាមានគោលបំណងធំក្នុងការសិក្សាឲ្យបាននិទេសល្អសម្រាប់ការត្រៀមខ្លួនចូលសាកលវិទ្យាល័យរបស់គាត់ដំបូងឡើយគាត់មានអារម្មណ៍ថាវាពិបាកពេកហើយប៉ុន្តែគាត់បានបែងចែកគោលដៅធំៗជាបន្ទុកតូចៗដូចជារៀន1ម៉ោងក្នុងមួយថ្ងៃសរសេរកំណត់ចំណាំពីបញ្ហាជារៀងរាល់សប្តាហ៍និងសួរគ្រូពេលមានចម្ងល់ជាដើមការបែងចែកគោលដៅនេះបានជួយឲ្យគាត់រក្សាចំណង់ចំណូលចិត្តនិងទទួលបានលទ្ធផលល្អក្នុងឧទាហរណ៍ខាងលើនេះបានបង្ហាញថាគោលដៅតូចៗជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅធំវាជួយឲ្យយើងមានភាពរីកចម្រើនជាបន្តបន្ទាប់និងរក្សាកម្លាំងចិត្តក្នុងឧទាហរណ៍ទី2ខ្ញុំនឹងលើកយកពីរឿងរបស់ Serena Williams ដែលគាត់គឺជាអ្នកលេងកីឡា Tennis ដ៏ល្បីល្បាញម្នាក់គាត់មានគោលដៅធំក្នុងការក្លាយជាអ្នកលេងកីឡាដ៏ល្អបំផុតប៉ុន្តែគាត់មិនបានសម្រេចគោលដៅធំៗភ្លាមៗនោះទេគាត់បានកំណត់គោលដៅតូចៗក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃហើយការកែលម្អចំណុចខ្វះខាតរបស់គាត់បន្តិចម្ដងជាប្រចាំផងដែរគាត់បាននិយាយថាការសម្រេចគោលបំណងតូចៗជារៀងរាល់ថ្ងៃនឹងនាំឲ្យមានជ័យជំនះធំតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនសូត្រអ្វីខ្លះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1គោលដៅធំៗអាចបង្កការភ័យខ្លាចពិបាកសម្រេចបាននិងភាពបរាជ័យទី2ការបែងចែកគោលដៅធំៗជាបន្ទុកតូចៗឬគោលដៅតូចៗនឹងជួយរក្សាចំណង់របស់អ្នកឲ្យបន្តទៅមុខជានិច្ចទី3គោលដៅតូចៗជាជំហានដ៏សំខាន់ទៅសម្រេចគោលដៅធំបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចងចាំពាក្យមួយឃ្លានេះថាការសម្រេចគោលដៅតូចៗជារៀងរាល់ថ្ងៃនាំឲ្យឈានទៅសម្រេចគោលដៅធំជាមួយប្រធានបទថ្ងៃនេះខ្ញុំមានសំណួរខ្លះសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាតើអ្នកធ្លាប់កំណត់គោលដៅធំៗហើយមានអារម្មណ៍ថាវាពិបាកសម្រេចបានមែនទេតើអ្នកអាចបែងចែកវាជាគោលបំណងតូចៗឬជាគោលដៅតូចៗដើម្បីរក្សាចំណង់ចំណូលចិត្តរបស់អ្នកបានដែរឬទេចូលចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬចែករំលែកជាមួយមិត្តភ័ក្តិរបស់អ្នកដោយផ្ទាល់ចូលចងចាំផងដែរថាការចែករំលែកដ៏តូចមួយរបស់អ្នកក្នុងថ្ងៃនេះអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ podcast ជាមួយខ្ញុំក្នុងថ្ងៃនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមអរគុណប្រិយមិត្តចងចាំថាដើម្បីសម្រេចបាននូវក្តីស្រមៃធំៗរបស់អ្នកត្រូវសម្រេចគោលដៅតាមជំហានតូចៗរបស់អ្នកជាមុនសិនជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី11ដែលខ្ញុំនឹងនាំយកនៅប្រធានបទថ្មីៗដើម្បីជាការលើកទឹកចិត្តនិងជាការចែករំលែកបន្តដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាបន្តទៀតសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ